សួស្តីអ្នកគ្នាជួបខ្ញុំសាជាថ្មីថ្ងៃនេះមកតាមដានរឿង One Piece បន្តទៀតរឿងនេះ Luffy ក៏បាននិយាយមួយ Zoro ពីអ្នកអស្ចារ្យរបស់ Green Line ក៏បានបណ្ដេតទូទៅតាមរឿយៗទៅពួកពីមិនណាស្គាល់នេះពួកនេះក៏ clean ហើយ Luffy ក៏បានយកដៃធ្វើជាចំពាមក៏បាញ់ជាមួយសัตว์ប៉ុន្តែចៃដន្យអីសัตว์ក៏បានពឹម Luffy ហោះទៅបាត់ទៅអនុ Zoro ក៏បានជីទៅក៏បានឃើញក្រុមចាក់ចែម3នាក់បកចោលសមុទ្រក៏បានជួយក៏នេះក៏ឲ្យឡើងប៉ុន្តែពេលឡើងរួចហើយក៏ពួកគេក៏បានចង់វាយជាមួយ Zoro ប៉ុន្តែ Zoro វាយលំពងនោះក៏បានប្រាប់ Zoro ថាគាត់គឺជាកូនចៅរបស់ Baki គឺជា Baki ឈ្មោះនេះគឺជាតួថ្លោកមួយដែលមានហើយគាត់ក៏ធ្លាប់បានញ៉ាំផ្លែឈើផងដែរដល់ពេលនោះក៏បានឃើញនារីម្នាក់កំពុងតែត្រូវការក្រុម Baki តែតាមចាប់នៅក្នុងដៃរបស់គេគឺតាមចាប់ដើម្បីយកពេលនោះក៏បានកូនចៅនោះក៏បានឃើញនឹងក៏បានបាញ់ទម្លាក់នឹងក៏បានធ្វើឲ្យ Luffy ធ្លាក់យ៉ាងខ្លាំងពេលនោះ Nami ក៏បានប្រាប់ថាលោកម្ចាស់ពេលនោះក៏ Nami ក៏បានរត់បាត់បាទពេលនោះពួកចោលសមុទ្របានតាជាក្រុមរបស់ Nami គឺក៏បានរត់បាត់ពេលនោះក៏បាននិយាយជាមួយគ្នាតែឈ្មោះ Nami អញ្ចឹងណាហើយក៏រត់ជាមួយគ្នាទៅ free មានអារម្មណ៍និយាយទេគឺបានអង្គុយឃ្លានតែម្ដងប៉ុន្តែ Nami ក៏នាំទៅផ្ទះរបស់គាត់គឺទីនោះគឺជាមានតែគាត់2នាក់នោះទេព្រោះថាពួកនេះខ្លាចរបស់ពួក Baki ហ្នឹងមករត់ចេញអស់នាងប្រាប់ថានាងត្រូវការ100លាន Belly តែនាងអត់បានប្រាប់ Luffy នាងបានពឹង Luffy ឲ្យជូននាងទៅតំបន់ Green Line ហើយពេលនោះក៏បានពេល Nami ប្រាប់ Luffy ស្គាល់ថាចេះមើលទៅដល់អញ្ចឹង Luffy ក៏បាននាំ Nami ចូលហងក្រុម Nami តាមបដាមកស្កាប់ចោលស្អាប់ចោលមកក្នុងណាស់ទើបធ្វើឲ្យ Nami ដើរលួចត្របាត់ចោលសមុទ្រប៉ុន្តែមុននឹងមកក៏បានចូលព្រមមួយវាក៏បានឲ្យ Luffy ជួយរឿងមួយបាទក៏បានដើរទៅមកជួបនឹង Baki ហើយរបល់ចង់ចូលក្រុមជាមួយនឹងBaki អញ្ចឹងណាគឺចង់រួចរបស់ទ្រព្យសម្បត្តិរបស់ Baki បាទពេលនោះ Baki ក៏បាននិយាយគ្រប់គ្នាឲ្យជួបលៀងតែម្ដងដើម្បីអបអរដល់សមាជិកក្រុមថ្មីពេលនោះ Baki កំពុងតែស្វឹងបាទគឺនៅក្នុងនោះក៏បានប្រើសម្រាប់ប្រើកំភ្លើងធំបាញ់ផ្ទះលេងណាហើយ Nami ក៏បានស្ងាក់ចិត្តខ្លាំង Baki ក៏បាននិយាយថាគាត់នឹងខ្លាយទៅជាប្រើកំភ្លើងនោះដើម្បីធ្វើជាស្ដេចនៃក្រុម Green Line តែ Luffy ក៏បានថាគាត់ជាអនាគតស្ដេចនៅបន Green Line នឹងទៅមក Baki ចង់និយាយមួយ Luffy ទេក៏បានបញ្ជាឲ្យ Nami បាញ់កំភ្លើងធំទៅ Luffy តែម្ដងប៉ុន្តែ Nami មិនហ៊ាននៅពេល Nami ឈោតត្រឹងយូរពេកក៏មានកូនចៅរបស់ Baki ម្នាក់ក៏បានឆក់ទៅមកពេលនោះ Nami ក៏ខឹងវិញបោកវងដោយថាពីក្នុងជើងក្នុងស្រង់សម្រុះក៏បានយកដៃរបស់ខ្លួនទៅចាប់កញ្ឆេះនឹងធ្វើឲ្យលលាក់ដៃជាខ្លាំងបាទនោះក៏មានប្រចកចែម3នាក់ក៏បានកាប់ Nami ប៉ុន្តែ Zoro បានមកជួយក្នុងពិភពចោលសមុទ្រណាគេក៏ស្គាល់ Zoro ដែរព្រោះថា Zoro គឺវាដើរកំចាត់ចោលសមុទ្រគឺជា Pirate Hunter អញ្ចឹងណាពួក Baki វិញក៏គិតថាបើកាត់ឈ្នោះ Zoro ក៏អាចនឹងខ្លាក់បើកាន់តែល្បីខ្លាចទៅជានេះមក Zoro ក៏បានកាត់ពី3 4កណាត់អញ្ចឹងណាបាក់ Baki ប៉ុន្តែ Baki ក៏បានលូកដៃយកទៅចាក់ Zoro ពីជាងាយព្រោះថា Zoro Baki ក៏មានផ្លែឈើមួយយ៉ាងដែរឈ្មោះchop fruit ដែលធ្វើឲ្យគាត់អាចបំរះទីបានអាចដាច់ខ្លួនបានពេលនោះក៏បានសិនដល់ពេលអញ្ចឹងទៅ Zoro ក៏បានលើកំភ្លើងធំបែរទៅខាងពួក Baki ហ្នឹងក៏បានឲ្យ Nami អុចឆេះទៅណាក៏បានឆេះបាញ់ពួកអានឹងខ្ទាតអស់លលីងទៅពេលនោះ Zoro ក៏បាននាំ Luffy មកដល់ឆ្នាំនេះក៏ដោយស្លាប់ប៉ុន្តែ Luffy ក៏បានឆ្លោះគ្នាជាមួយនឹងឆ្កែមួយក៏បានខំគ្នាលេងអញ្ចឹងណាពេលនោះ Nami ក៏បានបោះគុណសោអញ្ចឹងពេលដែល Luffy ប្រងលឿឆ្កែក៏បានស៊ីសោនោះបាត់ទៅប៉ុណ្ណោះក៏ Luffy ក៏បាននិយាយទៅគ្នាមួយឆ្កែនោះតែម្ដងបាទជាមួយឆ្កែហ្នឹងក៏មានអ៊ំប្រុសម្នាក់ជាវាយក្រុងកទីនោះណាគាត់គឺជាអ្នកដឹកនាំនៅក្នុង Valentine ហ្នឹងក៏បានចិត្តអស់ក៏បានឲ្យ Zoro មកជាបាននៅផ្ទះគាត់តែម្ដងបាទក៏បាននិយាយជាមួយ Nami ថាឆ្កែហ្នឹងគឺជាឆ្កែរបស់ម្ចាស់ដែលលក់ចំណីសត្វនឹងក្រោយពីមកចំណីសត្វនឹងទៅបាត់ក៏ពឹងឲ្យឆ្កែនឹងយាមនោះបើឆ្កែនោះមិនដឹងថាខ្លួនវាគឺម្ចាស់របស់គេក៏បានស្លាប់ក៏បានមកចាំទីនេះជារៀងរាល់ថ្ងៃតែម្ដងបាទ Baki ពេលនោះមានកូនចៅរបស់ Baki ម្នាក់ឈ្មោះ Mochi មានសមត្ថភាពអាចបង្ហាត់តកាចក៏ខ្លាចទៅជាឆ្មាបានបាទ
ហើយដល់សមត្ថភាពក៏បានបើឲ្យឆ្កែនឹងតោនឹងក៏បានខំនោះហើយក៏បានទៅដល់មុខខាងលក់ចំណាយសัตว์ពេលនោះក៏បានខំគ្នាជាមួយនឹងឆ្កែនោះប៉ុន្តែឆ្កែមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីនេះបានទេក៏មកឈីនឹងក៏បានកាប់ដុតខាងនោះចោលបាត់ម៉ូជីដើរឆ្លងកាត់តែលូហ្វីមិនខ្វល់ពីអីទេប៉ុន្តែម៉ូជីក៏បានយកដុតខាងនោះរបស់ហ្វៃឈូជាកំណត់ចឹងក៏ណាហ្វីក៏បានយកនោះក៏បានវាយគ្នាជាមួយនឹងតោរបស់នេះក៏បានប្រើកម្ម hammer វាយមួយនឹងតោនោះតែម្ដងពេលនោះមួយជីក៏បានឃើញលូហ្វីអាចប្រើក្រាំងពិសេសក៏បានក៏សុំនេះតែលូហ្វីមិនអោយលូហ្វីក៏បានមកជួបបាគីម្ដងទៀតក៏បានមកយកផែនទីតំបន់ទៅតំបន់ Greenland ហើយបណ្ដាញបាគីចាញ់ពីក្រុងវិញពេលនោះម្ចាស់ក្រុងក៏បានរត់ទៅតែលូហ្វីក៏បានវាយតែម្ដងស្លាប់ព្រោះនោះចង់ជួយរបស់តាមម្ចាស់ក្រុងគេបានថាអាចមកធំពេលនោះលោកបាគីខឹងណាស់អ្នកណាថាគាត់ចំមកធំក៏បានប្រើកំភ្លើងបាញ់ទៅលូហ្វីតែម្ដងហើយលូហ្វីក៏បានប្រើអាពើប៉ោងសពនឹងប៉ោងទៅខាងបាគីវិញព្រោះនោះមិនអាចសម្លាប់បាគីបានទេក៏បាគីបានយល់នេះក៏បានស្គាល់កូនចៅរបស់គាត់មួយឈ្មោះបាជីក៏បានប្រើបាជីចូលនោះក៏ធ្វើហំហួនណាក៏បានទៅចាក់ដាវជាមួយនឹងសូរ៉ូប៉ុន្តែបាជីក៏បានឃើញរបស់សូរ៉ូក៏បានតត់សូរ៉ូពីរជើងដែលធ្វើឲ្យសូរ៉ូបានដេកដួលប៉ុន្តែនោះมันអាចធ្វើឲ្យសូរ៉ូចោះចាញ់បានទេចាប់ដើមនោះសូរ៉ូក៏បាននោះណាមីក៏បានសុំលូហ្វីដកខ្លួនសិនដើម្បីទៅលួចកំណប់របស់បាគីអញ្ចឹងណាពេលនោះសូរ៉ូក៏បានលើកដាវដាក់3មកកាបូជីបានចាត់សម្រុកចូលនោះសូរ៉ូបានប្រើតាមមួយក្បាច់តែប៉ុណ្ណោះដែលអាចធ្វើឲ្យនេះក៏បានស្ដួលសន្លប់បាត់ស្មារតីទៅអញ្ចឹងនេះនៅសល់តែលូហ្វីនិងបាគីទេបាននិយាយថាឃើញលូហ្វីពើមួស្រឹងអញ្ចឹងក៏បាននឹកឃើញដល់មនុស្សសក់ក្រហមម្នាក់ដែលឈ្មោះសែងលូហ្វីក៏បានសួរថាសែងគឺនៅឯណាតែបាគីមិនឆ្លើយទេក៏បានកាត់វាយតម្រងបាទពេលនោះបាទគឺលូហ្វីក៏បានប្រក់ដៃវាយជាមួយបាគីក៏បានដកកចាញ់ក៏បានប្រក់ដៃទៅក៏បានធ្វើពីខាងណាព្រោះថាសែងបានផ្ញើមួកនោះជាមួយគាត់ទៅយកឲ្យគាត់ថ្ងៃណាមួយពេលនោះបាគីក៏បានដូចចំណុចខ្សោយរបស់លូហ្វីក៏បានឲ្យមួកនោះកាន់តែខូចខាតក៏បានប្រាប់យើងភ្លាមមកសែងណាបាគីក៏បាននិយាយប្រវត្តិខ្លះជាមួយនឹងសែងគឺជាមិត្តភក្តិនឹងគ្នាក្នុងទូកមួយបានជាមិត្តភក្តិហើយមួយក៏បានទូជាមួយចោលសមុទ្របក្រមទៀតមនុស្សបាគីក៏បានឃើញផែនទីកំណត់នៅបាតសមុទ្រមួយក៏យកទុកលាក់វានោះសែងក៏បានក្រុមរបស់គេបានរកឃើញផ្លែឈើពិសេសមួយហៅថាឆប់ fruit ប៉ុន្តែពួកគេមិនហ៊ានស៊ីទេព្រោះថាឲ្យតែស៊ីនឹងផ្លែឈើនឹងហើយក៏ទោះជាយ៉ាងណាផ្លែឈើហ្នឹងក៏អាចលក់បានយ៉ាងថ្លៃគឺ100រៀលបេរីផងដែរបាគីបានប្រើល្បិចទៅលួចផ្លែឈើហ្នឹងមកទុកខ្លួនឯងដើម្បីធ្វើជាសហុយទៅលួចទៅយកកំណាប់នៅបាតសមុទ្រប៉ុណ្ណោះសែងក៏បានមកនោះបានលើកណាទេលើកណានេះលើកចងមាត់តែបានតែធ្វើនេះក៏បានបញ្ញាក់របស់ដល់បាគីធ្វើបាគីក៏បានស៊ីនោះនឹងក៏បានធ្វើផែនទីនៅក្នុងបាតសមុទ្រក៏បានធ្លាក់បាគីក៏បានលូតទៅធ្វើសែងក៏បានស្រង់បាគីឡើងមកវិញចាប់ទៅពេលនោះមកគីបានទុសែងគឺជាសត្រូវរបូតទោះបីសែងបានជួយគាត់ក៏ដោយពេលនោះក៏មិននិយាយច្រើនទេក៏បានវាយគ្នាជាមួយលូហ្វីម្ដងទៀតបាទហើយលូហ្វីក៏បានគេចហើយណាភីលួចផាន់កើតចឹងក៏បោះហោះដាញ់តាមហើយក៏លូហ្វីក៏បានទាត់ចំណុចសំខាន់របស់បាគីធ្វើឲ្យបាគីដួលប៉ុន្តែប្រាប់ឲ្យណាមីរត់ទៅគេអាចបានប្រាប់ថាវាជារបស់ខ្លួនឯងហើយប៉ុន្តែបាគីក៏បាននិយាយស្ដីទៅថាម៉ែអោបដៅទេពេលនេះបានបោកវិញថាដល់បាត់នោះក៏បោះមិនបោះមកបាគីដែរគឺបោះរបស់លួចគេនោះបាគីខាងណាក៏បំបែកខ្លួនជាច្រើនតាមវ័យណាមីយ៉ាងស្ពើស្ពេញប៉ុន្តែលោកហ្វីក៏បានប្រើមួយជើងវែងលូតនោះបានទាត់បាគីមួយជើងពេលនោះនៅពេលនោះបាគីក៏បានប្រើជំរុះខ្លួននេះក៏បានផ្សាយជាមនុស្សកតឿព្រោះតែណាមីបានយកផ្នែកខ្លះរបស់បាគីនេះក៏បានប្រើកម្មបាស៊ូក្វាក៏បានដាក់ម្ដាយនោះក៏ហោះបាត់ទៅលូហ្វីក៏បានយកមុខរបស់គេយកមកដាក់លើក្បាលវិញបន្ទាប់មកណាមីក៏បានឲ្យផែនទីក្រែនឡាញឲ្យទៅលូហ្វីព្រោះថាទ្រព្យសម្បត្តិដែលណាមីមាន10លានបេរីជាងហើយក៏បានស្ម័គ្រចិត្តចូលក្រុមរបស់លូហ្វីព្រោះប្រជាជនបានមកដល់ក៏ជនបានប្រមូលក្រុមជាច្រើនដើម្បីកម្ចាត់ចោលសមុទ្រចាញ់
ហើយក៏បានលូហ្វីក៏បានប្រាប់ប្រជាជនថាខ្លួនគឺជាចៅសមុទ្រដែលនោះណាមីក៏បានថាអាល្ងើទៅប្រាប់គេត្រង់ធ្វើអីក៏នោះប្រជាជនក៏បានដើរកាន់កាប់ពួកគេបាទតាមផ្លូវគេបានឃើញឆ្កែឈូប៉ុន្តែឈូបានក៏បានប្រុសពជាពេលឲ្យលូហ្វីពេលនោះម្ចាស់ក្រុងក៏បានភ្ញាក់មកវិញក៏បានរត់ទៅតាមលូហ្វីទៅតាមកំងផែក៏បានអរគុណដល់លូហ្វីដែលបានអរគុណថងឲ្យវាយក្រុងកសាងទីក្រុងទៀតនោះណាមីក៏បានដឹងថាបាត់ចង់សម្រាប់តែលូហ្វីចោលទេអរគុណអ្នកនរគ្នាបានស្ដាប់ការសម្ដែងដល់តឹងទ្រូងនេះបាទការស្ដាប់ដល់តឹងទ្រូងការសម្ដែងដល់តឹងទ្រូងនេះអរគុណជួយ like ជួយ share និងចុច follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតអរគុណច្រើនបាទជួបគ្នាក្រោយប៊ឺប